ថ្មីត្បិតតែកីឡាករគ្រីស្ទីណូ រ៉ូណាល់ដូឈានចូលដល់វ័យ38ឆ្នាំទៅហើយក្តីប៉ុន្តែរាងកាយរបស់គេមិនស្រក់ស្រុតនោះទេនៅតែរឹងមាំដដែលដូចវ័យ25ឆ្នាំអតីតកីឡាករម្ចាស់ជ័យលាភីប៊ឺឡុនដរ5សម័យដោយសុទ្ធបញ្ចូលទីបានមិនតិចជាង873គ្រាប់នោះកំពុងតែធ្វើការវឹកហាត់ជីមជាបន្តទៀតកីឡាករប៉ុកទុយហ្គាល់រូបនេះនៅតែធ្វើការវឹកហាត់យកសាច់ដុំមាំមួនដដែលឧស្សាហ៍មិនខ្ជិលច្រអូសនោះទេហើយពេលនេះគេកំពុងតែលេងឲ្យក្លឹបអាណាសឺរបស់ប្រទេសអារ៉ាប៊ីសាអូឌីតរយៈពេល12ខែ2023កន្លងមកនេះគេសុទ្ធបញ្ចូលទីសរុបទាំងក្រុមជម្រើសជាតិប៉ុកទុយហ្គាល់បាន54គ្រាប់ហើយរ៉ូណាល់ដូជោគជ័យបំផុតជាមួយនឹងក្រុមរ៉េអាល់ម៉ាឌ្រីតគឺនៅក្នុងចន្លោះឆ្នាំ2011 2013 2014 និង 2015ដែលរូបគេឈានដល់កម្រិតកំពូលកាលពីពេលនោះក្រុមតោខេវឆែស៊ីកំពុងតែបន្តធ្វើការចរចាជាមួយនឹងក្លឹបប៉ាម៉ារ៉ាស់របស់ប្រទេសប្រេស៊ីលដើម្បីនាំយកយុវជនសាំបាប្រេស៊ីលអេស្តេវ៉ូវីលៀមអាយុ16ឆ្នាំមកកាន់តំបន់អឺរ៉ុបហើយគេឲ្យឈ្មោះក្រៅថាមីស៊ីញ៉ូហើយត្រូវទិញផ្ដាច់កិច្ចសន្យា51លាន50ម៉ឺនផោនប្រសិនបើក្លឹបណាចង់បានរូបគេកីឡាករសាំបារូបនេះត្រូវបានក្រុមហ៊ុន Nike ឧបត្ថម្ភរូបគេតាំងពីវ័យ10ឆ្នាំមកម្លេះពេលចាប់ផ្ដើមតាំងពីឆ្នាំ2018អេស្តូវ៉ូលេងឲ្យឈុតធំក្រុមប៉ាម៉ារ៉ាស់បានក្លាយជាកីឡាករវ័យក្មេងទី4របស់ក្លឹបជាសមាជិកក្រុមសាំបាអាយុ17ឆ្នាំលេងនៅក្នុងប្រទេសឥណ្ឌូនេស៊ីកីឡាកររូបនេះត្រូវបានគេដំណើរថាជាមេស៊ីញ៉ូចំនួនក្រោយហើយក្រុមហ៊ុន Nike បានឧបត្ថម្ភជាបន្តបន្ទាប់ដោយឃើញទេពកោសល្យរបស់គេហើយក្រុមតោខៀវឆែស៊ីកំពុងតែប្រមាញ់នឹងធ្វើការចរចាប៉ុន្តែប្រសិនបើក្លឹបណាចង់បានត្រូវទិញផ្ដាច់កិច្ចសន្យារហូតដល់ទៅ51លាន50ម៉ឺនផោនឯណោះក្រុមសេបង់កង់ជូវិនទ័សរបស់ប្រទេសអ៊ីតាលីគឺជាបេក្ខជនទី1ដែលអាចនាំយកអតីតកីឡាករលីវើភូល Jordan Henderson ចាក់ចេញពីមជ្ឈមបូព៌ាមកកាន់តំបន់អឺរ៉ុបវិញស្របពេលដែលកីឡាករ Jordan Henderson វ័យ33ឆ្នាំរូបនេះលេងឲ្យក្លឹប Al Ettifaq បានត្រឹមតែ6ខែប៉ុណ្ណោះដោយកីឡាករអង់គ្លេសវ័យ33ឆ្នាំរូបនេះទទួលបានតម្លៃពលកម្មមិនតិចជាង70ម៉ឺនផោននៅក្នុងមួយអាទិត្យនោះទេប៉ុន្តែ Jordan មិនសប្បាយចិត្តទេដោយអាកាសធាតុនៅទីនោះវាក្តៅពេកក្រៅពីក្រុមជូវិនទ័សក៏នៅមានក្រុមល្បីៗជាច្រើនទៀតដូចជា AEK អាស្តឺដាមរបស់ប្រទេសហូឡង់ក៏ចង់បានរូបគេទៅលេងនៅក្នុងក្របខ័ណ្ឌ Eredivisie ផងដែរ